នេះគឺជារឿងបន្ទាន់មួយសម្រាប់ប្រជាជនរបស់យើងដែលរស់នៅតាមព្រំដែនរបស់ប្រទេសថៃព្រោះខណៈពេលនេះប្រទេសថៃបានធ្វើសេចក្តីប្រកាសពាក់ព័ន្ធទៅនឹងជំងឺអង់ត្រាក់ឬក៏ហៅថាជំងឺឈាមខ្មៅដែលឆ្លងពីសត្វគោក្របីដែលបណ្ដាលឲ្យបរិសុទ្ធជនជាតិថៃម្នាក់ហ្នឹងគឺបានស្លាប់នៅឯស្រុកមួយឈ្មោះថាដនតាន់នៅក្នុងប្រទេសថៃនឹងឯងដោយក្រោយពីបរិសុទ្ធម្នាក់នេះគឺបានប៉ះពាល់ជាមួយសត្វគោក្របីហើយនឹងបរិភោគសាច់គោរោគសញ្ញាអង់ត្រាក់នៅលើស្បែករបស់គាត់គឺត្រូវបានបញ្ជាក់ដោយមន្ទីរពេទ្យខេត្តហើយក៏បានស្លាប់បន្ទាប់ពីគ្រូពេទ្យធ្វើសេចក្តីសន្និដ្ឋានជំងឺអង់ត្រាក់នេះគឺបណ្ដាលមកពីបាក់តេរីមួយយ៉ាងដែលឈ្មោះថា Bacillus anthracis ដែលជាប្រភេទជំងឺឆ្លងពីសត្វទៅមនុស្សហើយសត្វដែលចម្លងជំងឺនេះសំខាន់គឺមានដូចជាគោក្របីចៀមហើយនិងប៉ប៉ែរួមទាំងសត្វព្រៃទៀតផងរោគសញ្ញានៃជំងឺអង់ត្រាក់មានដូចជាដំបៅនៅលើស្បែកមានគ្រុនក្តៅស្រដៀងទៅនឹងផ្ដាសាយហើយនឹងបញ្ហាផ្លូវដង្ហើមជាដើមមនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងសត្វនេះដែលមានរោគសញ្ញាអង់ត្រាក់ហើយការបរិភោគសត្វរបស់វាដែលមានជំងឺនេះគឺពិសេសគឺការបរិភោគសាច់ឆៅសាច់ដែលចម្អិនមិនបានល្អតាមរយៈការដកដង្ហើមស្រូបចូលនៃពពួកមេរោគនៃជំងឺនេះគឺអាចឆ្លងចូលតាមផ្លូវដង្ហើមផងដែរដូច្នេះសូមមេត្តាប្រុងប្រយ័ត្នផងពាក់ព័ន្ធទៅនឹងជំងឺនេះជាពិសេសគឺការប៉ះពាល់ផ្ទាល់ហើយនឹងករណីមួយទៀតគឺការទទួលទាននៅទឹកដោះរបស់សត្វគោក្របីប៉ប៉ែនេះឬក៏ចៀមនេះដោយផ្ទាល់ពីសត្វផងដែរនឹងក៏ជាករណីមួយដែលយើងអាសាប្រទះឃើញដែរអញ្ចឹងឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាហើយនឹងចម្អិនឲ្យបានឆ្អិនល្អជៀសវាងការទទួលទានឆៅឬក៏ចម្អិនមិនបានល្អ